តើអាជ្ញាធរមូលដ្ឋានមើលមិនឃើញឬស្ដាប់មិនឮទើបបានជិះបណ្ដោយឲ្យទីតាំងឆ្នោតវៀតណាមដោះស្រាយមួយកន្លែងនេះបើកលេងបានដោយរលូនបែបនេះទីតាំងឆ្នោតវៀតណាមដោះស្រាយមួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនខ្វល់នឹងខ្លាចអាជ្ញាធរមូលដ្ឋានបន្តិចណាសោះឡើយឆ្នោតវៀតណាមមួយកន្លែងនេះជ្រកក្រោមស្លាកលីហួរវេលុយដាក់លុយដកលុយដែលមានទីតាំងស្ថិតនៅផ្ទះលេខ34ផ្លូវលេខ164សង្កាត់ផ្សារអូរស័យទី3ខាង7មករារាជធានីភ្នំពេញហើយទីតាំងមួយកន្លែងនេះក៏បានបើកឲ្យប្រជាពលរដ្ឋលេងយ៉ាងអនាធិបតេយ្យដែលមិនបានខ្វល់ពីអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឆ្នោតវៀតណាមមួយកន្លែងនេះបាននាំគ្នាចោទជាសំណួរយ៉ាងដូចនេះថាតើអាជ្ញាធរមូលដ្ឋានមើលមិនឃើញឬស្ដាប់មិនឮទើបបានជាបណ្ដោយឲ្យទីតាំងលបែងស៊ីសងដោះស្រាយមួយកន្លែងនេះបើកដំណើរការដោយមិនខ្លាចញញើតអំពីច្បាប់យ៉ាងដូចនេះឬមួយក៏អាជ្ញាធរទទួលបានលៀបសក្ការៈពីម្ចាស់ទី1ហើយបានជាបិទភ្នែកបិទត្រចៀកមិនចុះបង្ក្រាបបែបនេះប្រភពបានឲ្យដឹងថាមេឆ្នោតកន្ទុយលេខវៀតណាមប្រចាំនៅអូរស័យទី3នៅខាងក្រោមមានផ្លូវឌឿងហែមហើយខាងមុខមានស្លាកលីហួរវេលុយដកលុយនិងដាក់លុយអាស័យដ្ឋានផ្ទះលេខ34ផ្លូវលេខ164បើកឲ្យក្រុមញៀនលបែងចេញចូលចាក់កប់ភ្នាល់ដាក់លុយប្រម៉ូបានរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃដោយសេរីគ្មានការលាក់លៀមអ្វីទាំងអស់ហើយក៏មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយប្រភពពីក្រុមអ្នកចេញចូលចាក់ឆ្នោតវៀតណាមបានបង្ហើបឲ្យដឹងថាបុគ្គលដែលមានឈ្មោះចៃលីហៅអាលីមេឆ្នោតវៀតណាមដោះស្រាយតែងតែអួតអាងប្រាប់ក្រុមញៀនលបែងថាមកលេងចាក់កន្លែងខ្លួនធានាថាសុវត្ថិភាព 100% មិនមានបញ្ហានោះឡើយព្រោះថាខ្លួនបានរត់ការបង់សួរសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចអស់ហើយទើបហ៊ានបើកកត់ឆ្នោតវៀតណាមនិងឆ្នោតផ្សេងទៀតដំណើរការរហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅជិតខាងក៏ដូចជានៅសង្កាត់អូរស័យទី3ស្នើសុំទៅលោកខួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកជួននរិនស្នងការនគរបាលរាជធានីភ្នំពេញជួយចាត់កម្លាំងក្រមអាវ៉ាតចុះពិនិត្យទប់ស្កាត់នៅបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមស្ថិតក្នុងមូលដ្ឋានខាងលើឲ្យមានប្រសិទ្ធភាពផងដោយហេតុថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ7មករាមិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដោះស្រាយប្រចាំសង្កាត់អូរស័យទី3អាស័យដ្ឋានផ្ទះលេខ34ផ្លូវលេខ164ខណ្ឌ7មករានោះទេ